What's going on? Đạo để xa thì sao mà vì nhậm đạo để sao nhậm chọn là nâng những cô ta anh bản kê mình cho chân đôi giờ nè too much information about mascot. Tụi ông nó hà một trong hốt bắt cha chọc một. tầng óc nên để thưa cả ban sao chứ thật lực nóng cầm rạch nâng hay là tập phó giờ tôi thống của cái xóm thì muốn gặp chơi gì bao giờ này Chuyện xưa nó khối năng bóng bóng ở khné nhưng mình chung chai siêu ý và chỉ bao nhiêu mẹ dụ đâm bó cho nám hiện hạn thì đọc biết nơi xà là riêng vì chia lai presi dục vạnตัวองค์ mascot ដែលខ្ញុំបានបង្កើតឡើងហ្នឹងមានឈ្មោះថា Chloe ចំពោះ backstory របស់ Chloe វិញគឺ Chloe បានកើតចេញមកពីផ្កាឈូកម្យ៉ាងដែលដុះនៅក្នុងបឹងដ៏អាថ៌កំបាំងមួយ Chloe គឺគាត់មានអត្តចរិតខ្ជូរគួរឲ្យស្រឡាញ់កុំកម្ៅប៉ុន្តែគាត់មើលម៉ាត់បត់ឈន់នឹងការងាររបស់គាត់ តើមុខនឹងមុខ shoot មែនតើវាមាន expression នេះផ្សេងទៀតអត់មើលក៏មិនអញ្ចឹងដល់ពេលយើងចង់ deliver feeling shoot មុខអញ្ចឹងមើលគេវាវែងតែយើងយកការឈូកមកបំលែងសម្រាប់បងមើលឃើញថាវារៀងខុសបន្តិចដោយសារតែការឈូកមានរូបរាងមួយជាក់លាក់មែនតើដែលយើងលេចទៅឃើញថាការឈូកណាតែការល្អយកមកប្រើជាមុខនៅលើក្បាលហ្នឹងវាអត់ទាន់បានបង្ហាញពីទម្រង់ប្រកបមួយរបស់ការឈូកហើយយើងកន្លែងទៅឃើញការឈូកវាទៅជាផ្ការំយោលវិញអញ្ចឹងប្រចាំនៅពេលដែលយើងបង្ហាញថាយើងបានដកស្រង់ពីអ្វីមួយបំលែងជាសិល្បៈហើយវាខុសទម្រង់ខុសរូបរាងព្រោះវាអាចបង្កើតជាការព័ន្ធច្រឡំអីផ្សេងណាបងឆ្លាញ់មានដូចគេហៅថាកូនចៅមានកែបមានទីខ្ជូតតែ actually តែឥឡូវយើង final product ហ្នឹងគឺតែ character មួយហ្នឹងទេតើ right good backstory actually វាមាន personality ថាតួអង្គមកពីណាធ្វើអីគេចឹងណាប៉ុន្តែគ្រាន់យើងខ្វះ function ថាពេលជា mascot វាខ្វះ expression ហើយវាអត់ deliver អ្វីដែលយើងចង់បានទេតែយើង print ពាក់ហើយយើងមើលទៅមានអារម្មណ៍ថាតួអង្គជាមុខកញ្ញើអញ្ចឹងធម្មតាវាអត់មានអីដែល cuteness យើងចង់បានជំរាបសួរលោកគ្រូនិងជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំខ្ញុំឈ្មោះខេងពេជ្រសោភាហើយខ្ញុំមានអាយុ18ឆ្នាំរៀននៅសាកល Paragon ហើយ mascot របស់ខ្ញុំមានឈ្មោះថា Bean ហើយនេះគឺជា design ចាស់របស់ Bean ដោយអានេះគឺ side front back ថាវាហើយនេះគឺជា expression វាមុន mentor បានឲ្យខ្ញុំដាក់ពណ៌រៀងដិតជាងមុនអញ្ចឹងខ្ញុំដូរអាវវាបត់ភ្លឺជាងមុនហើយនេះគឺជា color palette របស់នៅក្នុងនឹងផ្នែកណាមួយដែលវាជាតំណាងឲ្យវប្បធម៌ខ្មែរមួយឬមួយក៏ជា symbol របស់សត្វខ្មែរអញ្ចឹងកន្លែងណាតែយើងគូមកប៉ុណ្ណឹងទៅពេលណាដែលយើងធ្វើមែនតើមើលជើងវាខ្លីមែនតើអញ្ចឹងមនុស្សពាក់ដើមហ្មងរៀបសួរដល់បងអ្នកកម្មការហើយនឹងបងទាំងអស់គ្នាខ្ញុំឈ្មោះបូរ៉ានច័ន្ទពីដោ mascot ខ្ញុំឈ្មោះពោពោគាត់ជាដំរីទឹកហើយគាត់កើតមកគាត់មានបេះដូងមួយគឺវានៅចំកណ្ដាលអានេះរូបរាងការខ្ញុំធ្វើលើកដំបូងរូបរាងនេះពេលខ្ញុំជួបនឹង mentor គាត់ណែនាំខ្ញុំកែពណ៌ដោយសារពណ៌ពីមុនវាឆើតវាខ្លាំងពេក RGB ពេកយើងអត់គិតថាអូជួបសត្វដំរីគោកយើងអត់ស្រឡាញ់លំផាត់អត់ស្រឡាញ់ lucky អីទេបាទអញ្ចឹងដូចខ្ញុំយកបកគេយកមកដែរបង special skill គេគឺគនូប៉ុន្តែអត់មានបង្ហាញចំណុចពិសេសរបស់ខ្លួនឯងនៅក្នុងកន្លែង emoji mascot ណាតែដំរីទឹកគួរតែមានអីទៅមួយទឹកបន្តិចណាព្រោះជាសត្វដំរីទឹកណាអញ្ចឹងវា post ដូចគាត់និយាយចឹងអាចគនូលើទឹកអូមានខ្ទាតទឹកខ្ទាតអីធ្វើ represent ឲ្យអាតម្លៃទឹកហ្នឹងមាន character ខ្លាំងទៅបន្តិចជំរាបសួរលោកគ្រូសួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះហុងចានុកសាថ្ងៃនេះខ្ញុំឡើងធ្វើបទបង្ហាញអំពី mascot របស់ខ្ញុំដែលមានឈ្មោះថាមេនេះគឺជាមេគឺជាឆ្មាមួយដែលមកពីចក្រវាឡផ្សេងធ្វើដំណើរមកកាន់ផែនដីរបស់យើងហើយមេមានសមត្ថភាពពិសេសដែលអាចស្រូបទាញភាពអវិជ្ជមានចេញពីមនុស្សហើយនឹងផ្ដល់នូវភាពវិជ្ជមានទៅដល់មនុស្សវិញមេគឺជាសត្វឆ្មាប៉ុន្តែឆ្មានៅផែនដីរបស់យើងអត់មានពណ៌កញ្ឈុកទេអញ្ចឹងមេមកពីចក្រវាឡផ្សេងអញ្ចឹងវាអាចមានពណ៌កញ្ឈុកពេលដែលខ្ញុំជួបនឹង mentor រួចហើយគាត់ក៏បានកែតម្រូវដែលគាត់ថា mascot របស់ខ្ញុំពីមុនអត់សូវមានអីជាកំណត់សម្គាល់អញ្ចឹងទៅគាត់ក៏ថាឲ្យថែមនៅក្បាច់ខ្មែរខ្លះៗចូលទៅ mascot របស់ខ្ញុំហើយគាត់ក៏បានកែដែរគាត់ថាអា side view ហ្នឹងវារៀងក្បាលពុះធំពេកអញ្ចឹងគាត់ឲ្យកែឲ្យវារៀងទម្រង់មើលទៅស្រួលមើលជាងមុនហើយមិនចូលយកពណ៌ផ្កាឈូកពណ៌ផ្សេងមិនស្រឡាញ់ខ្ញុំជ្រើសរើសយកពណ៌កញ្ឈុក
ហើយនឹងកតាបមួកអីនឹងពណ៌បៃតងព្រោះជីបម៉ុងក៏គាត់មាន logo ពណ៌កញ្ឆុកហើយនឹងពណ៌បៃតងដែរហើយសំបីត Express ក៏គាត់មានពណ៌កញ្ឆុកនិងពណ៌បៃតងដែរជាដំបូងខ្ញុំសូមជម្រាបសួរគណៈកម្មការនិងបងទាំងអស់គ្នានាងខ្ញុំឈ្មោះអុកសុជីតាជាម្ចាស់ mascot ឈ្មោះ Luma ហើយថ្ងៃនេះដែរខ្ញុំនឹងមកបង្ហាញអំពីជីវប្រវត្តិរបស់ Luma ក៏ដូចជាតួអង្គរបស់ Luma ផងដែរចំពោះ Luma គឺជាវិញ្ញាណធាតុឆ្មាដែលកើតនៅក្នុងភព Lumera ហើយ Luma គឺជាភាវៈមួយដែលចូលចិត្តស្វែងរកអ្វីដែលថ្មីចំពោះនេះគឺជា Luma ពីមុខពីចំហៀងហើយនិងពីក្រោយចំពោះ color ពណ៌ទាំងអស់នេះគឺខ្ញុំបានរចនាវាដើម្បីដាក់ចូលទៅក្នុងខ្លួន Luma សុទ្ធតែបង្កប់នូវអត្ថន័យផ្សេងៗទាំងអស់ដូចជាពណ៌សតំណាងឲ្យភាពស្មោះត្រង់និងភាពបរិសុទ្ធចំណែកឯពណ៌ទឹកសមុទ្រនេះគឺតំណាងឲ្យចំណេះដឹងហើយនិងការស្ងប់ស្ងាត់ផងដែរចំពោះពណ៌ខៀវចាស់នេះគឺតំណាងឲ្យភាពចាស់ទុំមួយដែលដោះស្រាយនៅបញ្ហាផ្សេងៗដោយភាពចាស់ទុំចំពោះពណ៌លឿងគឺតំណាងឲ្យចំណេះដឹងតំណាងឲ្យពន្លឺដែលអាចនាំ Luma ទៅរកគោលដៅដែលខ្លួនចង់បានគឺជាការដែលខ្ញុំបានបង្កើត Luma ចេញមកដែលខ្ញុំបានបែងចែកជាពីរទម្រង់គឺទម្រង់គ្រឿងលម្អហើយនិងទម្រង់សម្លៀកបំពាក់អរគុណអ្វីដែលខ្ញុំជាតាបានបង្ហាញច្រើនណាស់តែអ្វីដែលខ្ញុំឃើញនៅលើតួអង្គហ្នឹងមានសម្ភារៈច្រើនពេកស្ញេះពេកទាំងវិជ្ជាកេះដល់នៅ highlight ពើហ្នឹងដូចជាច្រើនតែវាខ្ជូតដែរតែគាត់ថាពណ៌ច្រើនមិនបានយើងយកឆ្មាពីព្រោះឆ្មាគឺតំណាងឲ្យភាពរហ័សរហួនហើយនិងភាពក្លាហានអញ្ចឹងហើយបានជាខ្ញុំយកតួអង្គឆ្មាមកដាក់នៅក្នុងតួអង្គ Luma នេះមកព្រោះគាត់តែមើលឃើញយើងត្រូវការតស៊ូចំណេះដឹងហើយជាមួយនឹងសេចក្តីក្លាហានហ្នឹងគឺយកចេញពី ChatGPT ខ្ញុំចេះបណ្ណាយតែយកមានបាន right ហ្នឹងឯងចឹង apply to everyone ដូចគ្នាហើយគ្នាយើងខ្លះក៏ប្រើ ChatGPT ជាបណ្ណាជួយ to say that I know ប៉ុន្តែ at least you should know ដែលយកពាក្យណាមកប្រើប្រាស់ពី AI ហ្នឹងយើងដឹងដែរណាមិនចេះតែ copy paste មកទេខ្ញុំឈ្មោះ Nachi Simia ខ្ញុំអាយុ20ឆ្នាំថ្ងៃខ្ញុំ design ខ្ញុំចូលចិត្តកប៉ុកចឹងខ្ញុំ sketch វាមើលសិនថាវាគួរអាចធ្វើជា mascot បានដល់ហើយខ្ញុំ upgrade វាទៅជា line ដល់ហើយខ្ញុំចាក់ base color មុននឹងចាក់ base color ខ្ញុំមើលពណ៌វាថាខ្ញុំគួរដាក់ពណ៌អីខ្លះ signature ពណ៌វាគឺពណ៌ទឹកក្រូចនិងពណ៌ក្រហមកន្លែងនេះខ្ញុំដាក់សង្វារខ្វែងពីច្រើនដាក់នៅលើហើយមេតបសម្រាប់ចេញប្រយោជន៍អីចឹងគណៈក្រហមហ្នឹងអានឹងអត់ឯងបានសិក្សាអត់ហើយលើហ្នឹងអក្សរយ័ន្តហ្នឹងវាត្រឹមត្រូវអត់ឬក៏មិនខ្ញុំអានតាម website នោះហើយខ្ញុំ tracking វាយកមកបាទយ័ន្តនេះឈ្មោះថាយ័ន្តមហាស្ដមពីច្រើនគេដាក់លើកណាត់ពណ៌លឿងឬកណាត់ខំដើម្បីវាមានមហិទ្ធិឫទ្ធិអីចឹងបងចូលសួរសង្គ្រាមយ័ន្តនឹងជួយបាទជំរាបសួរបងគណៈកម្មការនិងមិត្តភ័ក្តិទាំងអស់គ្នាខ្ញុំឈ្មោះសតតិគុណmascot របស់ខ្ញុំឈ្មោះថ្នោត story របស់គាត់វិញគឺគាត់ជាកូនថ្នោតមួយដែលដុះឡើងនៅក្នុងដើមថ្នោតធំទាំងអស់ហ្នឹងហើយគាត់ឈរមើលប្រជាជនយើងហ្នឹងបំរើប្រយោជន៍ពីដើមថ្នោតហ្នឹងដូចជាយកផ្លែយកទឹកយកស្លឹកយកដើមមួយយ៉ាងទៅហើយគាត់តែងតែក្នុងចិត្តគាត់ថាតើថ្ងៃណាដែលគាត់អាចផ្ដល់ប្រយោជន៍ដល់ប្រជាជនបានដល់ថ្ងៃមួយហ្នឹងតែមិនប្រែជាក្រហម air feel heavier ដូចហើយក៏មានសម្លេងស្រែកថារត់ពួកវាមកហើយពេលនោះសម្លេងក៏ប្រែស្ងាត់ឈឹងដល់ពេលស្រាប់តែថ្នោតហ្នឹងបើកភ្នែកឡើងឃើញជប់បរិស្ថានជួយរបស់គាត់ហ្នឹងបានឆេះបានអីអស់ចឹងទៅហើយក៏មានសម្លេងមួយខ្សឹបចិត្តវិទ្យាគាត់ថាឯងចង់មានប្រយោជន៍ដល់ប្រជាជនមែនដល់ពេលហើយសម្លេងនោះក៏បានស្ងាត់បន្តិចដងទៅវិញហើយចាប់តាំងពីថ្ងៃនោះមកមានរឿងអីកាត់ឡើងជាច្រើនហើយគាត់ត្រឹមដឹងតែខ្លួនគាត់ដូចជា guardian ដែលថែរក្សាអ្នកភូមិថែរក្សាសម្បត្តិធម្មជាតិព្រៃឈើនេះជាឧបករណ៍ដែលយើងមកបំពាក់ទៅលើ mascot នឹងដែលមានជាមួកមានជាស្លឹកត្នោតមានជាដូចមុខគាត់នឹងជា pattern ដើមត្នោតមានជាកម្មាអូខេចុះ special ability តួអង្គហ្នឹងមិនទៅគាត់អត់ចេះចុះចាញ់គាត់នៅតែជាយាមងើបឈរឡើងវិញហើយនៅតែជួយមនុស្សជុំវិញខ្លួនយើង understand ថាតួអង្គយើងតស៊ូអត់ចោះចាញ់ទេប៉ុន្តែនៅពេលណាដែលមនុស្សពាក់ mascot walk in public តើយើងមាន signature អីដែលវាតាក់ទាញណាជាដំបូងខ្ញុំបាទសូមជម្រាបសួរទៅដល់បងគណៈកម្មការទាំង3ហើយបងក្រុមការងារហើយបង top 15ទាំងអស់
ឈ្មោះយូរុនកាដូណាជានិស្សិតឆ្នាំទី3មកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈឯកទេសគណូសាគមនិគមថ្ងៃនេះខ្ញុំបានបកស្រាយពី mascot ខ្ញុំម្ដងទៀតmascot ខ្ញុំមានឈ្មោះថា Pinky Leo ដែលឈ្មោះខ្មែរយើងស្គាល់ថាជានរៈសឹងគឺខ្ញុំបានដកស្រង់ទាំងស្រុងពីបណិមារបស់ខ្មែរយើងគឺនរៈសឹងធ្វើមកដោយសារខ្ញុំអត់ធ្វើស្គាល់ដែរអញ្ចឹងខ្ញុំចង់ឲ្យខ្លួនឯងស្គាល់ហើយចង់ឲ្យអ្នកដែលអត់ទាន់បានស្គាល់ដូចគ្នា No បើសិនជាយើងគិតដល់ production ពេលយកទៅធ្វើទៅយើងត្រូវគិតថាជំរឿមាត់នោះកុំឲ្យជ្រៅពេកតែជ្រៅពេកមនុស្សពាក់ទៅវាមិនប្រហោងឃើញមនុស្សណា សូមជំរាបសួរលោកគ្រូហើយនិងជំរាបសួរដល់អ្នកទាំងអស់គ្នាខ្ញុំឈ្មោះសង្ស័យកែវហើយជានិស្សិតឆ្នាំទី2នៅសាលា IFL ហើយ mascot របស់ខ្ញុំមានឈ្មោះថាច័ន្ទ mascot មួយហ្នឹងខ្ញុំបង្កើតមកគឺគោលបំណងចង់ឲ្យពិភពលោកបានស្គាល់នៅផ្ការំដួលដែលជាផ្កាតំណាងឲ្យប្រទេសកម្ពុជាហើយចំពោះ back story គេវិញផ្ដើមពីយប់មួយដែលជាយប់ប្រច័នពេញបូរមីពលឺប្រច័នបានភ្លឺចែងចាំងជាខ្លាំងហើយបានចាំងមកចំផ្ការំដួលមួយផ្ដល់ជាជីវិតរស់រវើកឲ្យគេហើយក៏ជាហេតុផលមួយដែលគេបានឈ្មោះថាច័ន្ទដែលគេជា mascot មួយដែលមានអត្តចរិត slot boat ចិត្តល្អហើយនឹងចែករំលែកផ្សព្វផ្សាយនិងលើកតម្កើងវប្បធម៌ខ្មែរឲ្យបានមនុស្សគ្រប់រូបបានស្គាល់ហើយនេះជា inspiration របស់ខ្ញុំដែលរូបរាងគាត់ដូចផ្ការំដួលអញ្ចឹងគាត់មានស្រទាប់3ជុំវិញក្បាលគាត់ធំហើយនឹងរំដួលកន្លែងនេះដែរដល់ពេលអាស្រទាប់3ទូចនេះគឺស្រទាប់ខាងក្នុងនេះ បងមើលទៅដូចចិញ្ចក់ ចិត្តសំណួរដែលជាចម្ងល់តិចកាលនេះផ្ការំដួលហើយអត់តែស្គាល់ផ្កាច័ន្ទអត់អូខេចឹងផ្កាច័ន្ទនិងផ្ការំដួលមានភាពខុសគ្នាតិចតួចផ្កាច័ន្ទមាន4ស្រទាប់ផ្ការំដួលមាន3ស្រទាប់ហើយបើសិនជា with the back story ថាយកប្រច័នពេញវងដាក់ឈ្មោះច័ន្ទគេនឹងអាចយកច្រឡំថាយើងមើលឃើញផ្កាពីរនេះស្រដៀងគ្នាដែរមែនតើផ្កាពីរនេះខុសគ្នាខ្ញុំចាប់អារម្មណ៍តាក់ទងមួយក្បាលនឹងខ្លាំងបើសិនជាអាចធ្វើបានមែនពេលដែលគាត់ទៅលាដៃអោបគេចោះអោបមនុស្សទៅធ្វើឲ្យផ្កានោះបើកខ្លាំងបើសិនជាអត់មានដូចបង្ហាញពី expression មួយដែរបើសិនមានណាគេថតគាត់រៀងសពូនពេលគេអោបគាត់រីកមកខ្លាំងអញ្ចឹងខ្ញុំថាចាប់អារម្មណ៍ ជាដំបូងសូមជំរាបសួរលោកគ្រូនិងគណៈកម្មការហើយនិងជំរាបសួរដល់បងប្អូនទាំងអស់គ្នាដែលបានវត្តមានទីនេះខ្ញុំបាទឈ្មោះចនសវណ្ណឌីជាសិល្បករឯករាជ្យម្នាក់ហើយក៏ជាគ្រូបង្រៀនផ្នែកគំនូរនៅសាលាឯកជនមួយកន្លែងដែរហើយថ្ងៃនេះផងដែរខ្ញុំមកទីនេះជាមួយនឹង mascot របស់ខ្ញុំដែលមានឈ្មោះថា Clever ហើយនេះខ្ញុំបានបង្ហាញទៅជាបច្ចេកវិទ្យាមួយដែលដាក់ទៅលើ detail កៅអៅរបស់ Clever បានន័យថា Clever ជាឆ្មាសម័យថ្មីជាឆ្មាអាចដើរទាន់នៅបច្ចេកវិទ្យាហើយជាឆ្មាដែលមានភាពវៃឆ្លាត expression មួយទៀតមិនមុខវាជាប់ចឹងរហូតមកក៏ដោះដូរបានសម្រាប់បើតម្លៃជា mascot ខ្ញុំចង់ឲ្យគាត់នឹងញញឹមរហូតអត់ដូរទេ មុខមួយណា គេចង់ប្រាប់ថាយើងដល់ top 15អីក្រៅពីការស្រឡាញ់យើងគួរតែដឹងថា process នៃការគូក្នុងការបង្ហាញពីពណ៌ភាសារបស់ពណ៌ហ្នឹងវាតែអីគេដែលជិះជាងការស្រឡាញ់ហ្នឹងបងគួរតែសិក្សាឲ្យបានច្បាស់ថាតើពណ៌ហ្នឹងចង់បញ្ជាក់ពីអីគេជំរាបសួរលោកគ្រូបងគណៈកម្មការក៏ដូចជាបងទាំងអស់គ្នាខ្ញុំបានឈ្មោះផាសុភ័ត្រាហើយ mascot របស់ខ្ញុំឈ្មោះថាទេពីដោយទេពីគាត់មាន slogan មួយដែលហៅថា The Guardians of Hope ឬក៏កូនឆ្មាតូចនៃស្នាមញញឹមឬក៏ក្តីសង្ឃឹមចំពោះការបំផុសគំនិតគឺខ្ញុំចាប់តាមដំបូងគឺខ្ញុំគិតថាខ្ញុំនឹងយកសត្វឆ្មាយកមកធ្វើជា mascot របស់ខ្ញុំហើយបន្ទាប់មកគឺខ្ញុំគិតដល់ concept តាក់ទងទៅនឹងផ្នែកដូចទេវតាអីចឹងណាព្រោះអីដោយសារតែសត្វឆ្មាគឺជាសត្វដែលផ្ដល់នៅ positive energy ដូច្នេះហើយខ្ញុំគិតថា concept បែបទេវតាហ្នឹងស័ក្តិសមសម្រាប់ mascot ខ្ញុំមែនតើហើយខ្ញុំក៏ចង់ច្នៃអីរបៀបជាលក្ខណៈបែបខ្មែរចូលទៅក្នុង mascot ខ្ញុំដូចគ្នាដូចទេពីគាត់អាចផ្ដល់នៅកម្លាំងធម៌ពលពិសេសរបស់គាត់ចូលទៅដល់នរណាគេម្នាក់ដែលគាត់កំពុងតែបាក់ទឹកចិត្តចង់សួរភក្ត្រាថាមិនបានយើងជឿឲ្យតួអង្គទេពីជាឆ្មាដោយសារខ្ញុំគិតថា concept ជាមួយទេវតាវាស័ក្តិសមសម្រាប់សត្វឆ្មាដោយសារសត្វឆ្មាវាផ្ដល់នៅកម្លាំងធម៌ពលវិជ្ជមានដល់មនុស្សហើយខ្ញុំដោយសារ mascot វាភាគច្រើនផ្ដោតសំខាន់លើកូនក្មេងអញ្ចឹងកូនក្មេងតែឃើញរបស់ខ្ជូលអញ្ចឹងទៅខ្ញុំគិតថាវាស័ក្តិសមមែនតើគាត់កាន់តែស្រឡាញ់អញ្ចឹងទៅតែ show មកអាទាំងអស់មិនហ្នឹងធ្វើមិនទៅឆ្មាហ្នឹងធ្វើមិនពេលយើងផលិតជាខាងក្រៅមែនគេ final purpose របស់យើង design ចេញជា mascot ដើរនឹង public គេយើងបាត់បង់ potential ច្រើនលើ character ហ្នឹងអូខេទី1 slam បើវាបក់បានអាច shoot ដែរអញ្ចឹងកតុយវាបក់បាន think about that បើវាដាក់ឆ្កឹងអញ្ចឹងទៅដើរទឹះដើរអីដើរប៉ះឲ្យប្រឡាក់វាទៅដាក់វា nothing put it there just there's no purpose អញ្ចឹង
ជំរាបសួរលោកគ្រូជំរាបសួរបងការងារជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំនឹងមកបង្ហាញពី mascot របស់ខ្ញុំដែលមានឈ្មោះថា Nuki មុនដំបូងខ្ញុំគិតថាចង់ដាក់ Nikki ប៉ុន្តែវាឈ្មោះហ្នឹងគឺគេមានច្រើនហើយហើយក៏ដូរមក Nuki វិញដែលវាស្ដាប់ទៅស្តៀងនឹង New Key ហើយតំណាងឲ្យការចាប់ផ្ដើមដែលថ្មីដោយដែលគាត់ចាប់ផ្ដើមដើរតាមក្តីសម័យរបស់គាត់ដើម្បីស្វែងរកផែនដីហើយ process របស់ខ្ញុំគឺខ្ញុំស្កាច់នៅលើกระดาษច្រើនមែនតើប៉ុន្តែក៏សម្រាប់ថាយកមួយនេះហើយនេះគឺជាការដែលខ្ញុំដាក់ចូលក្នុង page 1ហើយនេះគឺជា page 2 និង page 3ដែលមើលពីមុខចំហៀងហើយនិងក្រោយហើយនេះគឺ page 4ដែលយើងនិយាយពី emotion ហ្នឹងអ្វីដែលជាសកម្មភាពដែលពីព្រោះវាតំណាងសត្វអីក៏អត់ទាន់មានវាជាកែបក៏មិនវាជាចាញ់ចេកក៏មិនហើយមនុស្សជាមនុស្សចឹងទៅប៉ុន្តែស្អីដែលយើងគិតថាបើសិនជាតួអង្គនេះផលិតជា mascot តើអ្នកណានឹងស្គាល់គាត់ទី1ទី2ថាតើសកម្មភាពបែបណាដែលមនុស្សនឹងចំណាំតួអង្គមួយនឹងចិត្តថាតើយើងគួរសកម្មភាពបែបណាដែលគាត់នៅមុខឆាកឬមុខផ្សាយដែលឃើញ style របស់គាត់ទៅដឹងតែគាត់ថាតួអង្គហ្នឹងជំរាបសួរលោកគ្រូបងគណៈកម្មការហើយនិងអ្នកចូលរួមទាំងអស់គ្នាខ្ញុំឈ្មោះយោយ៉ាខ្ញុំជាអតីតសិស្សសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈអញ្ចឹងថ្ងៃហ្នឹងខ្ញុំបង្ហាញអំពី character របស់ខ្ញុំអញ្ចឹង character របស់ខ្ញុំហ្នឹង alien ពេលដែលយើងក៏ដល់ alien យើងក៏ដល់ជាសត្វចម្លែកក្នុងរឿងភាគច្រើនណាអញ្ចឹងខ្ញុំចង់ធ្វើវាជាលក្ខណៈ family friendly អញ្ចឹងខ្ញុំ design ក្បាលរៀងទូលក្ខណៈ baby like ដើម្បីកុំឲ្យមើលទៅគួរឲ្យខ្លាចពេកអញ្ចឹងអ្នកទាំងអស់គ្នាទាំងក្មេងទាំងចាស់គាត់អាច enjoy character ហ្នឹងបានហើយសម្រាប់រូបរាងរបស់គាត់វិញគាត់មានតែជា4ដៃគាត់ជាដៃមឹកហើយនឹងនេះរូប alien លើអាវហើយចំពោះពណ៌វិញពណ៌របស់គាត់លក្ខណៈ monochrome ពណ៌បៃតងទាំងអស់ប៉ុន្តែ different shape សម្រាប់ឈ្មោះ Alice របស់គាត់ហ្នឹងវិញគឺបានមកពី favorite mental band របស់គាត់ឈ្មោះថាAlice in Chains តែគាត់មិនមែន alien ទេទោះបីរូបរាងគាត់ alien តែក្នុងបេះដូងគាត់គឺមនុស្សហ្មងហើយនេះញ៉ាំកាទៀវគឺដើម្បីបង្ហាញថាគាត់នៅស្រុកខ្មែរpost របស់យើងហ្នឹងញ៉ាំកាទៀវចុះដៃមួយចឹងចាប់ចង្កឹះមិនដូច Powerpuff Girl meme មកដែលគ្នាមិនឃើញអូខេ color special ability ញ៉ាំកាទៀវព្រោះនិយាយទៅគាត់មាន special ability ព្រោះអីគាត់ដូចជាមនុស្សធម្មតាតែទោះបីរូបរាងគាត់ alien តែអ្វីមួយគឺគាត់ជាមនុស្សព្រោះអីគាត់នៅជាមនុស្សយូរគាត់ adapt culture មានគួរមានតែ advice ថា think about proportion functional តាមបើមនុស្សពាក់របៀបម៉េចយើងគូស្អាតតែ like everyone គូស្អាតយើងអាចធ្វើជា animation វាត្រូវប៉ុន្តែ again and again remember យើងធ្វើ final product យើងគឺ mascot ពាក់មនុស្សអញ្ចឹងបើយើងគិតមើលទៅមនុស្សចូលមិនពាក់មិនអីមិន think about all that ណាអូខេអរគុណ This is Kian. Kian is a plush doll that is quiet, has an honest personality, and likes to travel around the world and help other people. And Kian likes sweets very much. Kian is an adventurous plush doll, so I decided to show him climbing up a tree, sitting there, and eating taiyaki, a sweet treat from Japan. This is the color palette used. Kian has 2 different types of blues. For the doll maker uses 2 different types of fabric to stitch them back together, and a cape that is red to contrast with the light colors of the blue and white, as well as the gold color to show his very pure and bright soul. ចាំមានន័យថាការឲ្យយោបល់អ្នកដទៃហ្នឹងគឺសំខាន់សម្រាប់ការផ្លាស់ប្ដូរក៏ដូចជាធ្វើឲ្យ character មួយហ្នឹងប្រសើរឡើងទៅ character នេះគឺខ្ញុំស្រឡាញ់តែខ្លួនឯងបើអ្នកដទៃអត់ស្រឡាញ់ដូចទុកក្នុងបេះដូងខ្ញុំតែម្នាក់ឯង ជំរាបសួរលោកគ្រូហើយនិងអ្នកទាំងអស់គ្នានៅទីនេះខ្ញុំឈ្មោះមុតសុម៉ាត់ហើយ mascot របស់ខ្ញុំឈ្មោះ Poppy គាត់ជាសត្វភេទដែលជាអ្នកនៅសៀមរាបផ្ទាល់ហើយជាតំណាងឲ្យតំបន់ទេសចរនៅទីនោះ So I think you missed that research a bit forgot to do your homework anyway ហេតុអីបានជារើពណ៌ហ្នឹងមិនដាក់ពណ៌ភេហ្មងទៅពណ៌នេះ confusing ហ៎វាទៅឆ្មាដូចលោកគ្រូគាត់និយាយចឹងវាភេវាមិនពណ៌ហ្នឹងទេហេតុអីបើយើងចង់មកតុក្កតាស្រស់ប៉ុន្តែវាមើលទៅដូចសត្វអីគេវា confusing ទេយើងមានឱកាសក្នុងការធ្វើវាត្រូវពេលយើងលើកយកមកនិយាយដោយសារវាអញ្ចឹងដោយសារតែវាអញ្ចឹងដោយសារតែវាអញ្ចឹងវាមានឫសគល់មកពីនេះ
ខ្ញុំយកមកដាក់ដោយសារតែវាចេះមិនមែនដោយសារខ្ញុំចង់ខ្ញុំចូលចិត្ត